ចរាចរណ៍ដឹកទំនិញបានកើនឡើងទ្វេដងនៅច្រកសមុទ្រហូម៉ូសយោងតាមការពិនិត្យឡើងវិញរបស់ CNN លើទិន្នន័យ Marine Traffic ចរាចរណ៍នាវានៅច្រកសមុទ្រហូម៉ូសបានកើនឡើងទ្វេដងក្នុងរយៈពេល24ម៉ោងកន្លងមកនេះដល់កម្រិតខ្ពស់បំផុតចាប់តាំងពីចុងខែកុម្ភៈយ៉ាងហោចណាស់មាននាវាចំនួន34គ្រឿងបានចាក់ចេញពីច្រកសមុទ្រចូលទៅក្នុងឈូងសមុទ្រអូម៉ង់រួមទាំងនាវាដឹកប្រេងយ៉ាងហោចណាស់14គ្រឿងនិងនាវាដឹកទំនិញចំនួន20គ្រឿងនាវាបន្ថែមចំនួន20គ្រឿងទៀតបានចូលទៅក្នុងឈូងសមុទ្រពាក់រួមទាំងនាវាដឹកប្រេងចំនួន9គ្រឿងនិងនាវាដឹកទំនិញចំនួន11គ្រឿងមុនសង្គ្រាមជាមធ្យមនាវាចំនួន110គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហូម៉ូសជារៀងរាល់ថ្ងៃការកើនឡើងនៃបរិមាណដឹកជញ្ជូននេះកើតឡើងខណៈដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ជំរុញឲ្យប្រទេសអារ៉ាប់នៅឈូងសមុទ្រពាក់គាំទ្រក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់